វត្តិសាស្ត្រព្រះរាមាធិបតីអង្គច័ន្ទដែលជាព្រះមហាក្សត្រសោយរាជ្យនៅចន្លោះឆ្នាំ1641និងឆ្នាំ1659ជាព្រះរាជាខ្មែរតែមួយអង្គគត់ក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាដែលទ្រង់ចូលសាសកាន់សាសនាអ៊ីស្លាមតើរឿងរ៉ាវនេះមានដំណើរដើមទងយ៉ាងណាសូមអញ្ជើញលោកអ្នកនាងកញ្ញាស្ដាប់ការរៀបរាប់របស់លោកជុនច័ន្ទបុកដូចតទៅក្រោយពីធ្វើគុតព្រះមហាឧបយោរាជឧទ្រីជាមានិងព្រះបទុមរាជាអង្គនុនជាបងប្អូនជីដូនមួយរួចហើយសម្ដេចចៅពញាច័ន្ទក៏បានទទួលពិធីប្រដាប់ពិសេសឡើងសោយរាជសម្បត្តិនៅរាជធានីឧដុង្គដោយមានព្រះនាមក្នុងរាជថាព្រះបាទសម្ដេចព្រះរាមាធិបតីក៏ប៉ុន្តែអ្នកប្រវត្តិវិទូជាច្រើននិយមហៅព្រះនាមព្រះអង្គថាព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមព្រោះព្រះអង្គជាព្រះមហាក្សត្រខ្មែរតែមួយអង្គគត់ដែលទ្រង់បានចូលសាសកាន់សាសនាអ៊ីស្លាមឯកសារខ្លះសរសេរថាព្រះអង្គច័ន្ទទ្រង់បានចូលសាសនឹងកាន់សាសនាអ៊ីស្លាមនេះបន្ទាប់ពីព្រះអង្គបានរៀបអភិសេកជាមួយស្ត្រីជាជនជាតិចាមម្នាក់ដែលព្រះអង្គបានជួបក្នុងដំណើរវិលត្រឡប់មកពីក្រសាលទន្លេធំពីខេត្តក្រចេះនៅពេលនោះព្រះអង្គទ្រង់ឈានចូលពិនិត្យរាជធានីចាស់ស្រីសន្ធរហើយយាងមកដល់ខាងត្បូងកំពង់ហ្លួងវិញព្រះអង្គក៏បានជួបនឹងនារីចាមម្នាក់ដ៏មានរូបរាងល្អស្អាតចរិយាល្អប្រពៃម្នាក់ចុះមកដងទឹកនាងក្រមុំចាមនោះឈ្មោះនាងវះជាកូនចៃសុននិងនាងម៉ាជាព្រះរាជវង្សចាមព្រះអង្គទ្រង់ព្រះស្នេហានឹងនាងវះក្រមុំចាមនោះខ្លាំងណាស់ហើយក៏បានតាក់ទងរួមមេត្រីរួចលើកនាងជាព្រះស្នំឯកឯកសារខ្លះរៀបរាប់ថាដោយព្រះអង្គចង់គេចឲ្យផុតពីបាបកម្មដែលព្រះអង្គបានធ្វើគុតព្រះឧទ័យជាមានិងព្រះបទុមរាជាអង្គនុនទៅតាមជំនឿព្រះពុទ្ធសាសនានិងដោយគោរពតាមប្រពៃណីនៃជនជាតិចាមផងព្រះអង្គក៏ព្រមចូលកាន់សាសនាអ៊ីស្លាមដោយកាត់ចុងអង្គជាតិនិងយកព្រះនាមថាអ៊ីប្រាហ៊ីមស្បែកចុងអង្គជាតិរបស់ព្រះអង្គនោះត្រូវឯកសារខ្លះអះអាងថាត្រូវបានគេយកទៅតម្កល់ទុកនៅក្នុងព្រះវិហារអ៊ីស្លាមមួយខាងត្បូងកំពង់ហ្លួងដែលបានបដូរឈ្មោះទីនោះជាប់ជាភូមិឃ្លាំងស្បែកជារៀងរហូតមកឯកសារប្រវត្តិសាស្ត្រខ្លះទៀតនិយាយផ្សេងពីនេះទៅវិញដោយអះអាងថាប្រការដែលព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមសុខចិត្តចូលសាសនឹងកាន់សាសនាអ៊ីស្លាមនេះគឺប្រហែលមកពីព្រះអង្គចង់សងគុណពួកចាមដែលព្រះអង្គបានពឹងពាក់ក្នុងការដណ្ដើមរាជពីព្រះមហាឧបយោរាជឧទ័យជាមានិងព្រះបទុមរាជាអង្គនុនជាបងជីដូនមួយកាលបើបានឡើងគ្រងរាជហើយព្រះអង្គទ្រង់សពព្រះរាជហឫទ័យប្រោះប្រណីពួកចាមជ្វាលើកជាមន្ត្រីធំហើយលើកចៃសុនជាព្រះបិតាក្មេកឲ្យឡើងជាសម្ដេចបរទេសរាជត្រួតអស់លើពួកចាមជ្វាថែមទៀតផងនៅក្នុងរាជរបស់ព្រះអង្គក្នុងឆ្នាំ1643មានព្រឹត្តិការណ៍ទាស់ទែងគ្នាដ៏ធំមួយរវាងពួកហូឡង់ដែលពីខាងដើមបានគាំទ្រនិងអបអរសាទរយ៉ាងឃ្លាវខ្លាចំពោះព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមដែលបានកំចាត់ស្ដេចជ្រែករាជគឺព្រះឧទ័យនិងព្រះអង្គនុនបាននោះហើយពួកហូឡង់នេះឆ្លោះជាមួយពួកព័រទុយហ្គាល់ដែលជាសម្ព័ន្ធរបស់ឈ្មួញចាមជ្វាជាច្រើនអ្នកហើយដែលជាបរិវាររបស់ព្រះអង្គច័ន្ទព្រះអង្គបានបណ្ដោយឲ្យពួកចាមជ្វានិងព័រទុយហ្គាល់កាប់សម្លាប់ឈ្មួញហូឡង់ស្លាប់អស់ជាច្រើនអ្នកហើយរឹបអូសយកកប៉ាល់និងទំនិញរបស់ពួកនេះដែលចតនៅកំពង់ហ្លួងផងក្រោយពីនោះបន្តិចកប៉ាល់ហូឡង់មួយទៀតមកពីកោះតៃវ៉ាន់ដែលពួកព័រទុយហ្គាល់ហៅថាហ្វកម៉ូហ្សាក៏ត្រូវគេរឹបអូសទៀតដើម្បីជាការសងសឹកទេសាភិបាលហូឡង់នៃក្រុងប៉ាតាវីយ៉ាក្រុងយ៉ាកាតាសប្តាហ៍ថ្ងៃបានបញ្ជូនកប៉ាល់5ទាហាន160នាក់និងនាវិកជាតិអឺរ៉ុប240នាក់ចេញដំណើរមកកម្ពុជាកប៉ាល់នេះមកដល់ចតុមុខនៅថ្ងៃ6ខែកក្កដាហើយចតនៅទីនោះរហូតដល់ខែមករាឆ្នាំ1645ដោយគ្មានបានទទួលសំណងអ្វីពីព្រះអង្គច័ន្ទមេបញ្ជាការកប៉ាល់នោះក៏សម្រេចចិត្តថាត្រូវតែបន្តដំណើរឡើងទៅក្រុងឧដុង្គចំនួនទាស់ទែងវាប្រតបគ្នាក៏កើតមានឡើងទ័ពខ្មែរបានយកសម្រះនិងក្បូនឫស្សីយ៉ាងច្រើនទៅដាក់ឃ្លាំងរាំងផ្លូវទឹកហើយយកកំភ្លើងធំតម្រៀបភ្ជង់ពីលើច្រាំងទាំងសងខាងការប្រយុទ្ធគ្នាបានផ្ទុះឡើងមេបញ្ជាការហូឡង់ត្រូវស្លាប់ទាហាននិងនាវិក120នាក់ទៀតក៏ត្រូវស្លាប់ដែរក៏ប៉ុន្តែទីបំផុតនាវាទាំងអស់នោះបានរំដោះខ្លួនបានក្នុងពេលជាមួយគ្នានោះដែរកប៉ាល់ហូឡង់មួយទៀតធ្វើដំណើរតាមទន្លេបាសាក់ក៏ត្រូវវាយប្រហារដោយនាវាខ្មែរដែលគ្រប់គ្រងដោយពួកព័រទុយហ្គាល់និងដឹកនាំដោយព្រះរាជាផ្ទាល់ព្រះអង្គនាវាហូឡង់នេះខូចខាតជាទម្ងន់
ប៉ុន្តែទីបំផុតអាចធ្វើដំណើរវិលទៅសមុទ្រវិញបានដល់ខែកក្កដាឆ្នាំ1952ពួកហូឡង់បានសុំចរចារកសន្តិភាពជាមួយខ្មែរហើយកិច្ចព្រមព្រៀងមួយបានត្រូវចុះហត្ថលេខានៅខែកក្កដាឆ្នាំ1953ព្រះរាជពង្សាវតារមហាបរោះខ្មែរបានអធិប្បាយថាឆ្នាំ1955ព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីមទ្រង់បានទាមទារយកដីកំពង់ក្របីព្រៃនគរដែលព្រះចៅអាណាមកុកស្រុកយួនបានខ្ចីធ្វើជាមូលដ្ឋានបង្កទ័ពតតាំងច្បាំងនឹងចិននោះមកវិញព្រោះចម្បាំងនោះបានស្ងប់ស្ងាត់ឡើងវិញហើយក៏ប៉ុន្តែត្រូវបានព្រះទាវធីតាអង្គជើអង្វរសុំឲ្យយួននៅបន្តទៅទៀតសិនដល់ឆ្នាំ1966ព្រះទាវធីតាអង្គជើដែលប្រហែលជាមិនសប្បាយប្រទេនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមដែលបានទទូចទាមទារដីខ្មែរមកវិញនោះក៏បានសុំលាព្រះអង្គច័ន្ទជាស្ដេចផែនដីដកព្រះអង្គចេញពីរាជធានីឧដុង្គទៅគង់នៅភ្នំពេញវិញដោយនាំយកទាំងព្រះអង្គសូរនិងព្រះអង្គតន់ជាបុត្ររបស់ព្រះឧទ័យទៅជាមួយផងបានឱកាសល្អហើយនៅឆ្នាំ1958ព្រះអង្គសូរនិងព្រះអង្គតន់ដែលជាបុត្រព្រះឧទ័យនិងព្រះអនុជរបស់ព្រះអង្គនុនដែលត្រូវព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមធ្វើគុតនោះដែលមានការជ្រោមជ្រែងពីព្រះអង្គជើបុត្រីស្ដេចយួនផងបានចាត់មន្ត្រីសម្ងាត់ឲ្យទៅបញ្ចុះបញ្ចូលរាជនៅក្នុងខេត្តជាច្រើនហើយលើកទ័ពជាច្រើនទៅច្បាំងនឹងព្រះអង្គច័ន្ទដែលកាលនោះទ្រង់សោយរាជ្យបាន17ព្រះវស្សាតែត្រូវទទួលបរាជ័យទីបំផុតបុត្រព្រះឧទ័យទាំងពីរបានសុំឲ្យព្រះទាវធីតាអង្គជើបុត្រីស្ដេចយួនធ្វើលិខិតទៅសុំទ័ពយួនមកជាជំនួយស្ដេចយួនបានចាត់ទ័ពច្រើនពាន់នាក់ឲ្យមករួមជាមួយទ័ពព្រះអង្គសូរនិងព្រះអង្គតន់ច្បាំងតតាំងនឹងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមទីបំផុតព្រះអង្គច័ន្ទទទួលបរាជ័យហើយត្រូវយួនចាប់ដាក់ទ្រង់ដែកនាំយកទៅស្រុកយួនទៅចំណែកខាងព្រះអង្គអ៊ឹមដែលជាបុត្រព្រះឧទ័យដែរតែចូលខាងព្រះរាមាធិបតីអង្គច័ន្ទអ៊ីប្រាហ៊ីមនោះក៏ខ្សែព្រះជន្មក្នុងសមរភូមិនោះទៅដោយក្តីលោភលន់របស់មេទ័ពយួនដែលចង់យកប្រទេសខ្មែរដាក់ជាចំណុះប្រទេសយួនហើយមានបំណងប្រុងចាប់យកព្រះអង្គសូរនិងព្រះអង្គតន់ដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននាំយកទៅស្រុកយួនផងនោះទ័ពយួនដែលច្បាំងឈ្នះទ័ពព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមហើយបែរជាមកច្បាំងនឹងទ័ពព្រះអង្គសូរនិងព្រះអង្គតន់វិញទៀតតែទីបំផុតស្ដេចទាំងពីរវាយឈ្នះទ័ពយួនក៏នាំទ័ពត្រឡប់ទៅស្រុកយួនវិញអស់ទៅចំណែកខាងព្រះអង្គច័ន្ទអ៊ីប្រាហ៊ីមដែលយួនចាប់ដាក់ទ្រង់ដែកនាំយកទៅស្រុកយួននោះឯកសារខ្លះអះអាងថាយួនឃុំព្រះអង្គនៅខ្វាំងបិញរហូតដល់មួយឆ្នាំក្រោយមកទើបព្រះអង្គទ្រង់សុគតនៅទីនោះទៅឯកសារខ្លះទៀតនិយាយថាព្រះអង្គត្រូវពួកយួនដែលអាក់អន់ចិត្តនឹងព្រះអង្គសូរនិងព្រះអង្គតន់ដោះលែងព្រះអង្គនាំវិលមកប្រទេសកម្ពុជាវិញតែធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវព្រះអង្គក៏ទ្រង់ប្រឈួនហើយសុគតនៅត្រង់ស្រុកបាត់ចិញ្ចៀននោះទៅខ្ញុំជួនច័ន្ទបុត្រ Vichu Azizi Saray Washington